ចា Logos Sophia គឺជា divine wisdom គឺជាប្រាជ្ញាមកពីព្រះជាម្ចាស់ផ្ទាល់តែម្ដងនិយាយដដែលមិនមែនភាពឆ្លាតវៃទេណាប៉ុន្តែគឺជាចំណេះដឹងមួយឲ្យទៅមាត់យើងដឹងប្រាប់ទៅគេត្រូវគេទទួលបានទៅជាយោបល់ល្អចាចឹងវាគឺជាសម្ដីជាក់លាក់ណាមួយដោះស្រាយបញ្ហាណាមួយដែលព្រះជាម្ចាស់បើកឲ្យឃើញដើម្បីដល់អ្នកនឹងទទួលបានចម្លើយនឹងអ្នកណាដែលពោពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធអ្នកណាដែលមានជំនឿមានឈ្មោះល្អហើយពោពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធឃើញទេព្រះអង្គគឺត្រូវការអ្នកនឹងគឺអ្នកនោះ full of faith a man full of faith អ្នកដែលមានជំនឿល្អទៅដល់លើព្រះជាម្ចាស់ហើយនឹងពោពេញទៅដោយអ្វីព្រះវិញ្ញាណបរិសុទ្ធយើងមើលនៅក្នុងអំណោយទាននឹងខ្ញុំចង់បញ្យល់ពីមួយដើម្បីឲ្យបងប្អូនបានយល់ទី1អំណោយទានទី1ដែលព្រះអង្គធ្វើការនៅមនុស្សដែលព្រះអង្គបានត្រាស់ហៅព្រះអង្គបានសម្ដែងចេញមកឲ្យគេនៅអ្វីពាក្យព្រាមប្រៅដ៏មានប្រាជ្ញា word of wisdom word of wisdom សំខាន់ណាពេលខ្លះបងប្អូនឲ្យខ្ញុំអធិដ្ឋានឲ្យឬក៏និយាយមកកាន់ខ្ញុំស្រាប់តែខ្ញុំមានដូចជាចម្លើយទៅបងប្អូនទាំងអស់គ្នាមិនមែនខ្ញុំទេគឺព្រះវិញ្ញាណដឹងថាអ្នកទាំងអស់គ្នាត្រូវការចម្លើយអីអញ្ចឹងទ្រង់ក៏ឲ្យខ្ញុំនៅ word of wisdom អញ្ចឹងមាត់ខ្ញុំក៏និយាយទៅហើយវាត្រូវចំនឹងអ្វីដែលបងប្អូនបរកគឺ word of wisdom អូខេនៅក្នុង word of wisdom នេះមិនមែនថាមនុស្សនឹងឆ្លាតទេវាខុសពី general smart គឺឲ្យមកនៅក្នុង specific time for specific purpose in a specific area គឺឲ្យមកមនុស្សនៅកន្លែងដែលជាក់លាក់មួយសម្រាប់ស្ថានភាពជាក់លាក់មួយឬក៏បញ្ហាជាក់លាក់ណាមួយនៅក្នុងវេលាជាក់លាក់នោះដែលគេត្រូវការបន្ទូលរបស់ព្រះដែលគេត្រូវការទីប្រឹក្សាយោបល់ដែលគេត្រូវការចម្លើយសម្រាប់ស្ថានភាពរបស់គេបញ្ហារបស់គេបងប្អូនយល់ទេគឺ word of wisdom គឺឲ្យនៅពេលយើងត្រូវការដំណោះស្រាយសម្រាប់ការគ្រប់គ្រងសហគមន៍ប្រទេសជាតិត្រូវការខ្លាំងណាប្រធានក្រុមហ៊ុនត្រូវការ word of wisdom ចាំបាច់បំផុតឃើញទេមិនថាអ្នកធ្វើអីក្នុងដំណើរនៃជីវិតទេគឺគ្រប់គ្នាត្រូវការ word of wisdom all the time គ្រប់វេលាទាំងអស់គឺយើងត្រូវការពេលដែលយើងដោះស្រាយមិនចេញគឺយើងត្រូវការ word of wisdom ហើយ word of wisdom ភាសាក្រិកគឺយើង logos sophia sophia គឺប្រាជ្ញាអូខេបងប្អូនណាឈ្មោះ sophia ប្រាជ្ញាចា Logos Sophia គឺជា divine wisdom គឺជាប្រាជ្ញាមកពីព្រះជាម្ចាស់ផ្ទាល់តែម្ដងនិយាយដដែលមិនមែនភាពឆ្លាតវៃទេណាប៉ុន្តែគឺជាចំណេះដឹងមួយឲ្យទៅមាត់យើងដឹងប្រាប់ទៅគេត្រូវគេទទួលបានទៅជាយោបល់ល្អចាអញ្ចឹងវាគឺជាសម្ដីជាក់លាក់ណាមួយដោះស្រាយបញ្ហាណាមួយដែលព្រះជាម្ចាស់បើកឲ្យឃើញដើម្បីដល់អ្នកនឹងទទួលបានចម្លើយនឹងអូខេនៅក្នុងសភៅកិច្ចការនៅពេលដែលគេចាប់ផ្ដើមពន្ធកិច្ចកូនសិស្សរបស់ព្រះអង្គក៏ត្រូវការមនុស្សដែលមានប្រាជ្ញាពីព្រះជាម្ចាស់ដើម្បីទៅធ្វើការជាច្រើនពេលហ្នឹងក៏គេនាំគ្នាអធិដ្ឋានជុំគ្នាហើយក៏ឲ្យជ្រើសរើសមនុស្សដែលបម្រើព្រះអង្គហ្នឹង7នាក់អញ្ចឹងនៅទីនេះយើងមើលអ្វីដែលពេត្រុសបងប្អូនដែលជា apostle របស់ព្រះអង្គហ្នឹងក៏បានស្នើសុំឲ្យបងប្អូនទៅជ្រើសរើសអ្នកណាអ្នកបម្រើព្រះអង្គគឺជ្រើសរើសបងប្អូន7នាក់នៅក្នុងចំណោមអ្នករាល់គ្នាបាទក្នុងចំណោមអ្នកដែលជឿព្រះអង្គហើយនេះទាំង120នាក់ឬក៏ទាំង3000នាក់នៅពេលហ្នឹងជ្រើសរើសមកអ្នកណាដែលមានប្រាជ្ញាអ្នកណាដែលពោពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធអ្នកណាដែលមានជំនឿមានឈ្មោះល្អហើយពោពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធឃើញទេព្រះអង្គគឺត្រូវការអ្នកហ្នឹងគឺអ្នកនោះ full of faith a man full of faith អ្នកដែលមានជំនឿល្អទៅដល់លើព្រះជាម្ចាស់ហើយនឹងពោពេញទៅដោយអ្វីព្រះវិញ្ញាណបរិសុទ្ធព្រោះបើមានព្រះវិញ្ញាណបរិសុទ្ធអ្នកអាចធ្វើការបានទេដូច្នេះអ្នកដែលចង់បម្រើព្រះអង្គទី1លក្ខខណ្ឌអ្នកត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធបើអ្នកអត់មានព្រះវិញ្ញាណបរិសុទ្ធអ្នកធ្វើការបម្រើខ្លួនឯងហើយចាឬក៏ចង់សម្ដែងឲ្យគេឃើញតែប៉ុណ្្នឹងឯងអូខេត្រូវការព្រះវិញ្ញាណបរិសុទ្ធនិងប្រាជ្ញានោះយើងនឹងតែងតាំងឲ្យបំពេញកិច្ចការនេះឯយើងខ្ញុំវិញនោះយើងខ្ញុំក៏ខំព្យាយាមនៅក្នុងកិច្ចការអធិដ្ឋាននិងការបម្រើព្រះបន្ទូលវិញអូខេអ្នកខ្លះក៏បម្រើព្រះបន្ទូលទៅអញ្ចឹងបើឯងចង់ទៅអធិដ្ឋានប្រជាចង់ឲ្យសម្ដែងប្រាជ្ញាដល់គេចម្លើយដល់គេតែអធិដ្ឋានទៅរហូតអ្នកដែលមានជំនឿព្រោះអ្នកដែល speak word of wisdom នៅពេលគេត្រូវការប្រឹក្សាយោបល់អីមួយហើយអ្នកដែលអាចនិយាយចេញមក
ឲ្យយោបល់គេត្រូវតអ្នកនឹងពោពេញដោយជំនឿបើអត់ជឿដល់ព្រះអាគំនិតហ្នឹងមកផុសពោពេញទៅដោយនៅក្នុងដែនចិត្តរបស់យើងតែម្ដងចឹងបើអត់មានជំនឿដល់ព្រះទេធ្វើម៉េចដកអាគំនិតដែលយើងព្រះបានបង្ហាញឲ្យយើងនឹងទៅនិយាយដល់គេបានចាព្រោះព្រះអង្គនឹងឲ្យជាគំនិតដែរបងប្អូនយល់ទេចាព្រះអង្គឲ្យជាគំនិតហើយតោះតែយើងជឿបានយើងអាចនិយាយបានអ្នកឯងធ្វើចេះ1 2 3បើសិនជាអ្នកនឹងអត់មានជំនឿធ្វើអត់កើតចឹងព្រះអង្គថាជ្រើសរើសទៅឯកអធិដ្ឋានទៅតបមកជ្រើសរើសបញ្ជូនអ្នកនឹងទៅហើយបើបងប្អូនអាននៅក្នុងខទៀតតបទៀតឃើញគេជ្រើសរើស Stephen គេជ្រើសរើស Philip គេជ្រើសរើសមនុស្សទាំង7នាក់ហ្នឹងដែលពោពេញទៅដោយជំនឿនឹងការនឹងព្រះវិញ្ញាណដឹកនាំតែម្ដងចាហើយគេធ្វើរឿងអស្ចារ្យច្រើនណាស់នៅក្នុងពេលនោះបងប្អូនត្រូវដឹងថានៅវេលានោះអត់មានព្រះគម្ពីរសរសេរហើយទេហើយវាអត់មានប្រព័ន្ធថ្នាំសង្កូវពេទ្យអីផ្សេងបច្ចេកវិទ្យាអីណាផ្សេងដែលផ្ដល់ជួយឲ្យមនុស្សរាល់ថ្ងៃនោះទេឬក៏ Google ភ្លាមចេញចម្លើយអីអត់មានទាំងអស់ចឹងបើសិនជាអត់មានការអស្ចារ្យកើតឡើងទេគេអត់អាចឃើញវត្តមានរបស់ព្រះឬក៏ជឿថាអ្នកនឹងមកពីព្រះទេចឹងការសម័យហ្នឹងសតវត្សទី1ហ្នឹងគឺធ្វើរឿងអស្ចារ្យខ្លាំងមែនតើសម្រាប់ការប្រោជាជួនកាលមកកាត់ឃ្លងចឹងទៅដាក់តែអធិដ្ឋានចឹងទៅមិនជាឥឡូវក៏ទៅវិញជាដែរឬក៏អ្នកខ្លះជាភ្លាមទៅដើរបានទៅអ្នកខ្លះក្រោកឡើងទៅលែងឈឺទៅអ្នកខ្លះក៏ផ្នែកខ្វាក់មកទៅអញ្ចឹងក៏អធិដ្ឋានទៅក៏មើលឃើញទៅអញ្ចឹងទៅអ្នកខ្លះមកហៅមុខហៅមាត់អញ្ចឹងទៅអធិដ្ឋានទៅក៏ជាវិញទៅព្រោះព្រះអង្គត្រូវតែសម្ដែងរឿងអស្ចារ្យដើម្បីឲ្យគេដឹងអំពីវត្តមានទ្រង់ដើម្បីឲ្យគោលបំណងគឺដើម្បីសហគមន៍មកការរូបដើម្បីឲ្យគេបានជឿថាជាព្រះអង្គដើម្បីឲ្យគេជឿដល់ទ្រង់គេមករកទ្រង់មិនមែនដើម្បីបុគ្គលហ្នឹងទេបងប្អូនយល់ទេចាមិនមែនដើម្បីម្នាក់ហ្នឹងដែលព្រះអង្គធ្វើការតាមនោះទេអូខេនេះជាគោលបំណងសំខាន់អញ្ចឹងបងប្អូនមើលនៅពេលដែល Philip ត្រូវគេចាប់ក្រោយពីគេមុនគេចាប់យើងមើលគេបានប្រកាសថាម៉េចនេះគេចាប់ Philip ហើយStephen ចា Stephen ពោពេញទៅដោយប្រាជ្ញាពោពេញទៅដោយចំណេះដឹងរបស់ព្រះជាម្ចាស់ហើយពោពេញទៅដោយព្រះវិញ្ញាណនៅក្នុងខនេះយើងមើលប៉ុន្តែគេមិនអាចទប់ទល់នឹងសេចក្តីដែលលោកមានប្រសាសន៍ដោយប្រាជ្ញានិងព្រះវិញ្ញាណបានឡើយគេចាប់ Stephen ចាំទេចាំសូលនៅក្បែរហ្នឹងចាំទៅលើកដៃឡើងឲ្យក្រុមប៉ារ៉ាស៊ីក្រុមទាហានរ៉ូមក្រុមអីផ្សេងចាំបាច់ធ្វើបាបហើយគប់ដុំធំឲ្យ Stephen ស្លាប់បដ ாய் ទៅហើយសូលនៅក្បែរហ្នឹងឲ្យក្រោយមកខ្លាចជាពលនេះគឺចាំទៅលើកដៃឡើងគាំទ្រឯងធ្វើទៅចាញ៉ាំហើយអ្វីដែលគេធ្វើហើយមិនគេធ្វើបងប្អូនយល់ទេព្រោះគេទប់ទល់ជាមួយនឹង Stephen អត់ឈ្នះទប់ទល់នឹងចំណេះដឹងប្រាជ្ញាដែលបានមកពី បានមកពីព្រះជាម្ចាស់នឹងអត់ឈ្នះទប់ទល់នឹងអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធអត់ឈ្នះចាអញ្ចឹងគេបង្ខំទៅលើរូបកាយហើយយកដុំថ្មគប់ឲ្យ Stephen ស្លាប់តែម្ដងប៉ុន្តែអ្វីដែលបងប្អូនគួរសង្កេតឃើញគឺទោះជានៅដំណាក់កាលចុងក្រោយ Stephen ទៅស្លាប់ Stephen លេខមើលទៅខាងលើឃើញព្រះអង្គព្រះយេស៊ូវគ្រីស្ទចាប់គេចាំទទួលគាត់ប្រត្រៀមខ្លួនជាស្រេចចាំទទួលវិញ្ញាណរបស់គាត់បន្ទាប់មកទៀតមនុស្សនៅខាងក្រោមនេះថាអត់ឲ្យគេទៅព្រះអង្គអើយកុំប្រកាន់ខឹងគេកុំប្រកាន់ទោសបីគេអត់ដឹងខ្យល់អីទេព្រោះអីពេលដែលយើងពោពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធយើងដឹងថាមនុស្សដែលធ្វើទុច្ចរិតជាមួយយើងមកដាក់យើងហ្នឹងគឺអត់ដឹងខ្យល់អីទេពាក្យមួយម៉ាត់ហ្នឹងគឺយើងអាចប្រើមិនដឹងខ្យល់បានព្រោះអត់ដឹងអីទាំងអស់ចាធ្វើដោយអំពើហិង្សាធ្វើដោយកំហឹងធ្វើដោយសេចក្តីទុច្ចរិតដែលមាននៅក្នុងខ្លួនឯងបងប្អូនយល់ទេនេះជាចំណុចសំខាន់ឃើញទេពេលដែលយើងមានព្រះវិញ្ញាណគឺពោពេញដោយប្រាជ្ញាហ្មងខាងក្រៅគេទប់ទល់យើងអត់ឈ្នះទេណាទប់ទល់ឈ្នះមួយមនុស្សប្រាជ្ញារបស់ព្រះនោះ